ពលរដ្ឋជនភៀសសឹកជាង800គ្រួសារចាប់ឆ្នោតទទួលដីនិងផ្ទះស្នាក់នៅជាបណ្ដោះអាសន្ននៅក្នុងខេត្តបន្ទាយមានជ័យរដ្ឋបាលខេត្តបានរៀបចំពិធីចាប់ឆ្នោតជ្រើសរើសក្បាលដីនិងផ្ទះជូនជនភៀសសឹកជាង800គ្រួសារដើម្បីផ្លាស់ទីស្នាក់នៅជំរកបណ្ដោះអាសន្នផ្ទះអតីតយុទ្ធជននៅក្នុងស្រុកស្វាយជេកកម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តដឹកនាំដោយលោកអ៊ុំរាត្រីអភិបាលខេត្តដែលបានបញ្ជាក់ថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជនភៀសសឹកនិងបញ្ហាព្រំដែនដោយសន្តិវិធីជំរកបណ្ដោះអាសន្ននេះត្រូវបានរៀបចំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់រួមមានទឹកភ្លើងនិងមានការឧបត្ថម្ភថ្លៃប្រើប្រាស់រយៈពេល1ឆ្នាំដើម្បីសម្រួលជីវភាពប្រជាពលរដ្ឋនៅក្នុងដំណាក់កាលដំបូងមានការចាប់ឆ្នោតពីភូមិរួមមានភូមិបន្ទាយមានរដ្ឋ504គ្រួសារនិងភូមិសាមគ្គី318គ្រួសារផ្ទះនីមួយៗមានទំហំដី20គុណនឹង30ម៉ែត្រនិងមានបន្ទប់ទឹកបច្ចុប្បន្នការសាងសង់ផ្ទះអតីតយុទ្ធជនសម្រាប់បានប្រមាណ300ខ្នងហើយក្រុងបញ្ចប់សរុប3000ខ្នងមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ